ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងជម្រាបប្រាប់បងប្អូនអំពីវប្បធម៌និងប្រពៃណីរបស់ប្រជាពលរដ្ឋស្រុករុក្ខាគិរីក្នុងឱកាសបុណ្យប្រពៃណីជាតិថាតើអ្នកស្រុករុក្ខាគិរីភាគច្រើនគេប្រារព្ធពិធីបុណ្យប្រពៃណីជាតិដោយរបៀបណាស្រុករុក្ខាគិរីគឺជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង14នៃខេត្តបាត់ដំបងដែលជាតំបន់ប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្មដែលដំណាំចម្បងគឺដំណាំស្រូវនិងមានដំណាំផ្សេងៗទៀតដូចជាស្វាយចន្ទីដំឡូងនិងម្នាស់ជាដើមប្រជាពលរដ្ឋភាគច្រើនគោរពប្រតិបត្តិព្រះពុទ្ធសាសនាជីវភាពរស់នៅរបស់ប្រជាជនតែងផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ទំនៀមទម្លាប់និងប្រពៃណីដែលបានបន្តពីដូនតាមកក្នុងឱកាសបុណ្យប្រពៃណីសំខាន់ប្រជាពលរដ្ឋតែងតែចូលរួមយ៉ាងសកម្មដើម្បីថែរក្សាអត្តសញ្ញាណជាតិពង្រឹងសាមគ្គីភាពនិងបង្ហាញអំពីសេចក្តីជ្រះថ្លាចំពោះព្រះពុទ្ធសាសនាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរគឺជាពិធីបុណ្យដ៏សំខាន់ដែលប្រជាពលរដ្ឋស្រុករុក្ខាគិរីប្រារព្ធធ្វើជារៀងរាល់ឆ្នាំមុនថ្ងៃបុណ្យប្រជាពលរដ្ឋសម្អាតផ្ទះសម្បែងរៀបចំគ្រឿងសក្ការៈនិងម្ហូបអាហារសម្រាប់ទទួលទេវតាឆ្នាំថ្មីនៅតាមវត្តអារាមមានការនិមន្តព្រះសង្ឃសូត្រមន្តប្រារព្ធពិធីស្រង់ព្រះបង្សុកូលស្រង់ទឹកព្រះសង្ឃនិងស្រង់ទឹកជូនចាស់ទុំដើម្បីសុំសេចក្តីសុខនិងពរជ័យយុវជននិងកុមារតែងតែជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរដូចជាលាក់កន្សែងបោះអង្គញ់ទាញព្រ័ត្រចោលឈូងលោតបាវដែលជួយបង្កើនភាពស្និទ្ធស្នាលនិងសាមគ្គីភាពនៅក្នុងសហគមន៍ដល់រដូវបុណ្យភ្ជុំជាបុណ្យដែលប្រជាពលរដ្ឋស្រុករុក្ខាគិរីយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាក្នុងអំឡុងពេលកាន់បិណ្ឌប្រជាពលរដ្ឋតែងតែនាំយកបាយម្ហូបអាហារផ្លែឈើនិងទេយ្យទានទៅប្រគេនព្រះសង្ឃនៅតាមបណ្ដាវត្តពួកគេជឿថាការធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជននិងញាតិសន្តានដែលបានទទួលមរណភាពគឺជាការសម្ដែងនូវកតញ្ញូកតវេទីធម៌ក្រោយចេញព្រះវស្សាប្រជាពលរដ្ឋស្រុករុក្ខាគិរីតែងផ្ដួចផ្ដើមចូលរួមដង្ហែកឋិនទានទៅកាន់វត្តនានានៅក្នុងមូលដ្ឋានក្បួនដង្ហែកឋិនទានប្រព្រឹត្តទៅដោយបរិយាកាសរីករាយមានការរាំការច្រៀងនិងការលេងភ្លេងប្រពៃណីខ្មែរដូចជាឆៃយ៉ាំនិងភ្លេងប្រពៃណីផ្សេងៗទៀតជាដើមការចូលរួមបុណ្យកឋិនទានមិនត្រឹមតែជាការទ្រទ្រង់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេប៉ុន្តែក៏ជាឱកាសដែលប្រជាពលរដ្ឋរួមគ្នាប្រមូលបច្ច័យនិងសម្ភារៈសម្រាប់កសាងឬជួសជុលវត្តអារាមព្រមទាំងជួយការងារសង្គមផ្សេងៗដែលឆ្លុះបញ្ចាំងអំពីស្មារតីសាមគ្គីនិងការចែករំលែកទោះបីជាស្រុករុក្ខាគិរីពុំមែនជាតំបន់ដែលមានការប្រកួតទូកងក៏ដោយក៏ប្រជាពលរដ្ឋនៅតែចូលរួមអបអរសាទរពិធីបុណ្យអុំទូកអកអំបុកនិងសំពះប្រខែដោយក្តីរីករាយប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរទៅទស្សនាការប្រណាំងទូកនៅទីរួមខេត្តបាត់ដំបងឬនៅរាជធានីភ្នំពេញខណៈដែលអ្នកនៅមូលដ្ឋានជួបជុំគ្នារៀបចំពិធីសំពះព្រះខែអកអំបុកនិងទទួលទានអាហារជុំគ្រួសារបើយើងក្រឡេកមើលទៅតាមបណ្ដាវត្តធំៗជាពិសេសវត្តស្ដុកប្រវឹកជារៀងរាល់ឆ្នាំព្រះចៅអធិការវត្តតែងតែរៀបចំពិធីដាល់អំបុកក្រោមបរិយាកាសសប្បាយរីករាយប្រជាពលរដ្ឋនាំគ្នាយកស្រូវទៅវត្តអ្នកខ្លះលីងអ្នកខ្លះបុកអ្នកខ្លះរែងដើម្បីឲ្យក្លាយទៅជាអំបុកហើយនាំគ្នាបរិភោគនៅទីនោះយ៉ាងសប្បាយរីករាយបន្ទាប់ពីការបរិភោគអំបុករួចលោកអាចារ្យក៏បានធ្វើពិធីសម្រក់ទានដើម្បីទស្សទាយអំពីភោគផលដំណាំប្រចាំឆ្នាំវប្បធម៌និងប្រពៃណីរបស់ប្រជាពលរដ្ឋនៅក្នុងស្រុករុក្ខាគិរីបានឆ្លុះបញ្ចាំងអំពីការគោរពព្រះពុទ្ធសាសនាការលើកតម្កើងគុណតម្លៃគ្រួសារនិងស្មារតីសាមគ្គីក្នុងសហគមន៍ការបន្តអនុវត្តពិធីបុណ្យប្រពៃណីដូចជាបុណ្យចូលឆ្នាំខ្មែរបុណ្យភ្ជុំបិណ្ឌបុណ្យកឋិនទាននិងបុណ្យអុំទូកមិនត្រឹមតែរក្សាបាននូវអត្តសញ្ញាណវប្បធម៌ក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយបន្តថែរក្សានិងអភិរក្សឲ្យបានគង់វង្ស